How many for the trajet? Non, mais c'est bon, Angèle, c'est bon. 4 people. Non, non, Angèle, c'est bon, t'inquiète. C'est pas grave, c'est bon. Only Mais two, ce hein? sera la seule fois, c'est tout, quoi. 2 people, hein? Yes. Next 2 people, hein? Yes, it's okay. Oh, no, no, hein? Je vais envoyer un message, ouais. Okay, let's go. Let's go. សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំបើក app នៅម៉ោង11បាទចូលផ្ទះម៉ោង10ចាំមើលថាតើពេញមួយថ្ងៃតើខ្ញុំអាចរកបានប្រមាណខ្ញុំនឹងបង្ហាញប្រាប់បងប្អូននៅបន្តិចទៀតនេះផ្ដើមនៃវីដេអូនេះខ្ញុំបានមកដល់ Eon បាទផ្សារទំនើប Eon 2 បាទខ្ញុំទទួលការ booking Grab បាទដោយដឹកជនបរទេសបាទបារាំងជនជាតិបារាំងស្រីស្អាតបាទ2នាក់គាត់បុកពី Eon 2 ទៅទំនប់កប់ស្រូវបាទទំនប់កប់ស្រូវខាងមន្ទីរពេទ្យដៃជោបាទខាងទំនប់កប់ស្រូវបន្ទាប់ពីខ្ញុំទទួលគាត់ហើយខ្ញុំចាប់ដើមចេញទៅបាទឥឡូវនេះខ្ញុំចាប់ដើមបរួញ map បាទដើម្បីមើលទីតាំងយើងថាតើគោលដៅយើងជិះផ្លូវកាត់ណាលឿនផ្លូវណាស្រួលផ្លូវណាអាចទៅបានហើយតាមផ្លូវមានអីខ្លះចឹងណាខ្ញុំនឹងបង្ហាញបងប្អូនជាបន្តបន្ទាប់នៅវីដេអូខាងមុខបាទមានទាំងប្រហែលតិចចុះបាទមានទាំងគោបាទ មានទាំងតាមផ្លូវតាមអីហ្នឹងបាទខ្ញុំនឹងដាក់វីដេអូខ្លីៗចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទទស្សនាហើយឥឡូវនេះខ្ញុំចាប់ដើមផ្ទៀងមើល map ថាតើផ្លូវមួយណាដែលអាចជិះកាត់បានលឿនចំណេញពេលបាទអត់សូវស្ទះ ជាទៅផ្លូវខាងហ្នឹងគឺបើយើងជិះត្រូវផ្លូវកុងតឺន័រច្រើនបាទដូចផ្លូវហាណូយទៅដល់នៅកប់ស្រូវអីឡានច្រើនបាទប៉ុន្តែ map នេះបានបង្ហាញថាឲ្យយើងជិះតាមផ្លូវកាត់បាទគេហៅផ្លូវកាត់ថ្មីឡើងទៅទំនប់កប់ស្រូវចិត្តមន្ទីរពេទ្យហ្នឹងបានដូចគ្នាបាទឥឡូវនេះខ្ញុំចាប់ដើមចេញទៅហើយបាទចេញពីផ្សារទំនើប Eon 2បាទចេញពីផ្សារទំនើប Eon 2កាត់តាម Global បាទចាក់តាមផ្លូវភ្នំពេញថ្មីឬហាណូយបន្តិចបាទដើម្បីហួរហ្នឹងបានយើងបត់ឆ្វេងបាទបត់ឆ្វេងឡើងទៅខាងបរិយថ្មីហើយនេះគឺជាសកម្មភាពខាងក្រោយបាទខ្ញុំកាត់វីដេអូខ្លះៗចែកជូនពុកម៉ែបងប្អូនមើលបាទសកម្មភាពនេះគឺដែរគឺចរាចរណ៍ចាប់ដើមរៀងស្ទះហើយបាទដោយសារម៉ោង 7:05 ហើយបាទងាប់ហើយចំមកផ្លូវស្ទះទៀតយប៉ែអើយប៉ែបាទវីដេអូនេះដែរខ្ញុំកាត់បាទដោយសារជារូបភាពនៅខាងរង្វង់មូលជ្រោយចង្វាបាទរង្វង់មូលជ្រោយចង្វាដែលចរាចរណ៍ស្មោះដឹងគឺចាប់ផ្ដើមមកមានញឹកខ្លាំងបាទដោយសារមានពុកម៉ែបងប្អូនយើងច្រើនដើម្បីធ្វើដំណើរចាក់ចេញពីកន្លែងធ្វើការនិងសិស្សនិស្សិតគាត់ចេញពីសាលាបាទនិងអ្នកធ្វើការផ្សេងបាទហើយចរាចរណ៍នេះគឺយើងចាប់ដើមចេញទៅយកភ្ញៀវនៅខាងផ្សារតូចបាទផ្សារតូចហើយ ក៏ពិតស្ទះនៅម្ដងហ្នឹងមកតង់ហើយនៅខាងផ្លូវខាងមកទួលសកែផ្សារទួលសកែហ្នឹងមកតង់ទៀតបាទតែខ្ញុំកាត់វីដេអូខ្លះៗខ្លីៗបាទចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាថាតើសកម្មភាពនៅភ្នំពេញចរាចរណ៍បែបណាដែរឡានម៉ូតូបាទហើយការបើកបរយ៉ាងម៉េចដែរបាទនៅភ្នំពេញគឺបែបហ្នឹងគឺនៅល្មមបាទហើយបើថាស្ទះដោយពេលហើយនេះមិនបន្តពីភ្លៀងហើយបាទអាច ពុកម៉ែបងប្អូនខ្លះគាត់មានអាវភ្លៀងគួរពាក់អាវភ្លៀងមកការពារប្រាសាយទាំងអស់គ្នាបាទហើយកាត់វីដេអូនេះដែរនេះគឺជាសកម្មភាពពុកម៉ែបងប្អូនគាត់ចិញ្ចឹមគោបាទស្អាតមែនតើថតមែនតើតាមផ្លូវខ្ញុំក៏ថតចែកជូនពុកម៉ែបងប្អូនទៅបាទដោយសារផ្លូវហ្នឹងគឺមិនសូវមានចរាចរណ៍ប្រហែលទេតែផ្លូវធំបាទផ្លូវថ្មីចាក់ទៅកប់ស្រូវបាទហើយឥឡូវនេះខ្ញុំកាត់វីដេអូនេះមកដល់នេះទៀតហើយខ្ញុំទទួលបានភ្ញៀវបាទនៅខាងផ្សារពោចិនតុងបាទពោចិនតុង វីដេអូនេះខ្ញុំកាត់ខ្លីៗបាទចែកជូនពុកម៉ែបងប្អូនខ្លីៗបាទតិចបាទចែកជូនពុកម៉ែទស្សនាទាំងអស់គ្នាសកម្មភាពនៅពេលថ្ងៃបាទម៉ោង 12 គឺចរាចរណ៍មិនសូវស្ទះប្រហែលទេបាទក៏មិនដល់ល្ងាចស្ទះខ្លាំងអញ្ចឹងមេឃថ្ងៃនេះមានអារម្មណ៍ថាក្តៅល្អពពករៀងសច្រើនបាទអត់ភ្លៀងទេជាទូទៅមេឃដូចអាប់ប្រហែលថ្ងៃអាប់ខ្មៅបាទច្រើនអញ្ចឹងធ្វើឲ្យមេឃប្រុងតែភ្លៀងប៉ុន្តែឥឡូវនេះអត់ភ្លៀងទេ គឺមេឃក្តៅបាទ
ឡើយនេះខ្ញុំទទួលបានភ្ញៀវបាទនៅម្ដុំសាពោចន្ទង់ដើម្បីជូនគាត់ទៅ Edwood បាទ Edwood នៅចិត្តគោលស្ពានអាកាសផ្សារដីហុយបាទបុគ្គលិកបាទគាត់ទៅពិសាញ៉ាំអាហារថ្ងៃត្រង់បាទនៅកន្លែងនោះអញ្ចឹងខ្ញុំទទួលបានហើយខ្ញុំក៏ជូនគាត់ទៅទីនោះតែម្ដងបាទហើយតាមផ្លូវមិនស្ទះទេបាទល្មមជិះបាទហើយចរាចរណ៍គឺមានឡានម៉ូតូមួយមិនក៏ស្ទះច្រើនដោយពេលល្ងាចនោះទេបាទឥឡូវនេះខ្ញុំចាប់ដើមចេញមកដល់មុខក្រុមហ៊ុន លក់ឡានច្រើនបាទនៅម្ដុំទឹកថ្លាហ្នឹងបាទចិត្តដល់ស្ពានអាកាសសាដីហុយបាទហើយខាងស្ដាំដៃនោះគឺEdwood នឹងឯងបាទទីEdwood បាទតែខ្ញុំត្រូវតលាក់ភ្ញៀវនៅទីនោះបាទអញ្ចឹងខ្ញុំក៏បានបត់ស្ដាំចូលគៀនតាមនោះទៅបាទតែប៉ុន្តែយើងទៅត្រង់នោះក៏បានដែរប៉ុន្តែផ្លូវនេះយើងអាចបត់បានអញ្ចឹងយើងបត់តែម្ដងទៅបាទទីមួយវាស្រួលផងបាទវាស្រួលបត់ស្រួលអីបងកន្លែងនោះអត់សូវស្ទះអត់អីទេបាទនេះគឺកន្លែងដែលត្រូវតលាក់ភ្ញៀវបាទហើយជាកន្លែងមួយដែលភ្ញៀវជួយចិត្តមកកន្លែងញ៉ាំអីបាទវាមានអាហារដ្ឋានវាមានកន្លែងច្រើនដែលគាត់ត្រូវមកកន្លែងហ្នឹងបាទនេះចំណតឡានបាទហើយកន្លែងនេះដែរគឺនៅពេលថ្ងៃបាទភ្ញៀវគាត់ចេញមកញ៉ាំអីហ្នឹងយើងសម្រាប់អ្នកបើក app បាទមិនបាច់ទៅណាឆ្ងាយក៏បានទេបាទមកនៅម្ដុំហ្នឹងបើកទៅបាទគាត់ញ៉ាំហើយគាត់បុកតទេបាទគាត់ត្រឡប់ទៅកន្លែងគាត់វិញហើយបាទអញ្ចឹងយើងបើសម្រាប់ខ្ញុំអត់បានទៅចាំទេបាទដោយសារខ្ញុំត្រូវតែមកសាក់ថ្មសាក់ថ្មនៅចំចៅអញ្ចឹងខ្ញុំតម្លាក់គាត់ហើយខ្ញុំចាប់ដើមចេញទៅកន្លែងសាក់ថ្មតែម្ដងបាទហើយឥឡូវនេះនៅកន្លែងសាក់ថ្មយើងហ្នឹងស្រួលសាកបាទឆ្ងាយបន្តិចមែនតែវាស្រួលសាកអត់សូវមានឡានច្រើនទេបាទមកល្មមបាទខ្ញុំម្ដងអត់សូវរងចាំទេកន្លែងចំចៅហ្នឹងបាទម្ដងសាកយកតែម្ដងដោយសារតម្លៃវាថោកមក1គីឡូវ៉ាត់គឺ900រៀលទេបាទអញ្ចឹងបន្ទាប់ពីខ្ញុំតម្លាក់ភ្ញៀវហើយបាទខ្ញុំចេញមកវិញមកបាទហើយបាត់ឆ្វេងដៃមកបាទចេញតាមផ្លូវសហព័ន្ធរុស្ស៊ីទៅខាងចំចៅវិញហ្នឹងហើយឥឡូវកាត់វីដេអូបាទនៅពេលយប់ម៉ោង 9:30 នាទីខ្ញុំទទួលបានកក់ពីភ្ញៀវមួយពីពោធិ៍ចន្ទង់មកបាទមកពលានចាស់បាទមកម្ដុំវាមានឯករាជ្យបាទភ្ញៀវចិនបាទគាត់មកកំសាន្តលេងនៅកន្លែងនោះអញ្ចឹងខ្ញុំបានជូនគាត់កាពិតផ្លូវខ្ញុំទៅត្រង់នោះត្រូវហើយបាទប៉ុន្តែភ្ញៀវម្ដងហ្នឹងគាត់ប្រាប់ថាបត់ស្ដាំខ្ញុំថាទៅត្រង់ក៏បានដែរដល់ពេលអញ្ចឹងខ្ញុំក៏វងមកជុំទៅបាទមកជុំវាមានឯករាជ្យទៅកាពិតទៅត្រង់តាមខ្ញុំត្រូវឲ្យបត់ស្ដាំត្រូវតែម្ដងបាទឥឡូវខ្ញុំវងមកជុំតាមហ្នឹងទៅចាំយើងទៅត្រង់វិញធម្មតាហើយនេះគឺជាសកម្មភាពម៉ោង 9:37 នាទីនៅវាមានឯករាជ្យបាទចរាចរណ៍គឺមិនស្ទះទេមកល្មមបាទស្រួលជីកដោយសារវាជាថ្ងៃធម្មតាបាទច័ន្ទចុងសប្តាហ៍ច័ន្ទសៅរ៍អាទិត្យអាចមានមនុស្សច្រើនបាទចរាចរណ៍ក៏ច្រើនដែរបាទហើយរាត្រីស្មើហ្នឹងគឺផ្ទះល្អបាទហើយមានបងប្អូនធ្វើចរាចរណ៍មួយបាទអត់សូវស្ទះអត់អីទេបាទហើយផ្លូវទៅត្រង់នោះទៅខាងផ្លូវនរោត្តមបាទទៅខាងក្បាលថ្នល់ប៉ុន្តែយើងអត់ទៅដល់ទេយើងទៅខាងផ្លូវបុកទៅណាគេប៉ុន្តែទៅអត់ដល់ទេបាទទៅដល់មុខតិចចាំបត់ស្ដាំដើម្បីជូនភ្ញៀវតម្លាក់នៅកន្លែងស្លុកខើបាទភ្ញៀវគាត់ទៅកំសាន្តលេងនៅកន្លែងហ្នឹងឯងបាទអញ្ចឹងខ្ញុំទៅមុខទៀតបាទខ្ញុំបត់ស្ដាំបាទហើយនេះគឺនៅផ្លូវបាទសួនគេហៅសួននេះគេបាទសួនសម្ដេចតែជុំហ្នឹងបាទខ្ញុំសូវសួនឯករាជ្យមិញខ្ញុំសូវស្គាល់ដែរបាទហើយផ្លូវទី1អត់តាន់បត់ទេបាទទៅដល់មុខទេបាទយើងបត់ស្ដាំផ្លូវទី2បាទហើយចរាចរណ៍ស្រួលជិះបាទស្រឡះល្អមេឃលៀងហើយបាទត្រជាក់បងបាទជាក់ចុងបងបាទនៅភ្នំពេញគឺស្អាតបាទទៅមានការរៀបចំតុបតែងនិងមានហាងអីជាច្រើនបាទឥឡូវនេះខ្ញុំចាប់តាមបត់តាមស្ដាំដៃនឹងមកបាទដើម្បីជូនភ្ញៀវទៅនោះខើបាទភ្ញៀវគាត់ទៅលេងកំសាន្តនៅទីនោះនេះចរាចរណ៍គឺអត់ស្ទះបាទជាស្រួលបាទល្អឥឡូវមានឡានចេញមកខ្ញុំត្រូវឈប់កន្លែងឡានហ្នឹងបាទឡានគេចេញមួយសិនបាទខ្ញុំចូលកន្លែងហ្នឹងតម្លាក់ភ្ញៀវបាទភ្ញៀវក៏ដែរគាត់ត្រូវចុះកន្លែងហ្នឹងហើយបញ្ជាក់ផងដែរថាពីពោធិ៍ចន្ទង់ពីពលានចាស់មកដល់ទីតាំងហ្នឹងបាទដូចជាអស់តែ 27,000 ទេបាទអញ្ចឹងភ្ញៀវបុកតាម Pass App បាទធូរថ្លៃដែរបាទអញ្ចឹងដក app ចេញខ្ញុំសល់ប្រហែលជា 21,000 អីហ្នឹងបាទ 21,000 22,000 អីហ្នឹងបាទនេះឥឡូវយើងដល់ហើយកន្លែង Stocker បាទខ្ញុំបានតម្លាក់ភ្ញៀវនៅទៅហ្នឹងបាទបន្ទាប់ពីបិទភ្ញៀវហើយតម្លាក់ភ្ញៀវហើយខ្ញុំចាប់តាមចេញទៅផ្ទះតែម្ដងដោយសារវាជប់ជ្រៅដែរហ
ហើយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅលទ្ធផលដែលខ្ញុំបានរត់ពេញមួយថ្ងៃបាទតាំងពីថ្ងៃរហូតដល់យប់ចូលផ្ទះថាតើបានប្រមាណបងបាទខ្ញុំនឹងដាក់បង្ហាញរូបនៅលើអេក្រង់តែម្ដងបាទទីជាដំបូងនេះខ្ញុំប្រាប់ pass up មុនបាទឥឡូវនេះខ្ញុំនឹងប្រាប់ pass up ថ្ងៃនេះខ្ញុំបាន3បងបាទ pass up បានលុយ 76000 អត់ទាន់ដក app ចេញបាទសិនដក app ហើយបាទនៅសល់ប្រហែលជា 60000 បាទ$15បាទ3បងបាន$15បាទ pass up ហ្នឹងហើយចាំមើល Grab បានប៉ុណ្ណាបាទហើយនេះ Grab បាទខ្ញុំបាន9បងបាទបានលុយ 89000 បាទចឹងសរុបទៅវាបាន$20 21អីចឹងទៅបាទប៉ុន្តែខ្ញុំមានភ្ញៀវដៃមួយទៀតបាទដែលគាត់បូកជី10000អីចឹងណាចឹងសរុបទាំងអស់បាទហើយនឹងខ្ញុំបាន160000ស្មើ$40បាន Grab 9ជើងបាន$25 pass up 3បងបាន$15សរុបបាន$40ឬក៏160000បាទសម្រាប់ថ្ងៃទី16បាទហើយអរគុណចំពោះតាមដានទស្សនាបាទ